បងប្អូនយើងឈប់ធ្វើដំណើរបញ្ច្រាស់ផ្លូវកន្លែងនេះមើលទៅដូចជាមិនមានអ្នករៀងសោះទោះបីថ្មីនេះមានម៉ូតូបុកគ្នាស្លាប់ក៏ដោយច្រាស់ផ្លូវហើយទឹមអាកន្លែងស្នាមកន្លែងទឹមបុកងក់វិញមុនរូបភាពដែលបងប្អូនកំពុងតែទស្សនានេះគឺជាសកម្មភាពបងប្អូនប្រជាពលរដ្ឋយើងបានធ្វើដំណើរបញ្ច្រាស់ផ្លូវតែម្ដងដែលសកម្មភាពវីដេអូនេះបានកើតឡើងនៅនឹងចំណុចផ្លូវជាតិលេខ2ជិតរង្វង់មូលព្រះនរាយណ៍ក្នុងសង្កាត់ដាមមានក្រុងនិងខេត្តកណ្ដាលដែលករណីនេះគឺនៅជិតសាលាខេត្តកណ្ដាលផ្ទាល់តែម្ដងហើយថ្មីនេះក៏យើងបានធ្លាប់ដឹងហើយមានករណីម៉ូតូបុកគ្នានឹងម៉ូតូហើយក៏បណ្ដាលឲ្យស្លាប់ផងដែរប៉ុន្តែបងប្អូនប្រជាពលរដ្ឋយើងដែលធ្វើដំណើរនេះហាក់មិនខ្លាចមិនរៀងមិនចាល់នោះទេពលគឺនៅតែបន្តបើកបរបញ្ច្រាស់ដដែលអញ្ចឹងតាមរយៈវីដេអូនេះដែរក៏សូមសំណូមពរទៅកាន់បងប្អូនប្រជាពលរដ្ឋយើងមេត្តាបើកបរឲ្យត្រឹមត្រូវផងប្រយ័ត្នកើតមានគ្រោះថ្នាក់ជាយថាហេតុនិងប៉ះពាល់ដល់អាយុជីវិតដូចជាករណីកើតឡើងប្រហែលថ្ងៃមុននេះសូមទស្សនាคลิปវីដេអូបងប្អូនប្រជាពលរដ្ឋថតបង្ហោះក្នុងបណ្ដាញសង្គមជុំវិញទៅនឹងសកម្មភាពអ្នកដែលបើកបរបញ្ច្រាស់ផ្លូវទាំងនោះច្រាស់ផ្លូវហើយទឹមអាកន្លែងស្នាមកន្លែងទឹមបុកងក់វិញមុនហើយសួរថាខ្លាចអត់ទៅអ្នកនៅហ្នឹងណាអត់មានដឹងផ្លូវច្រាស់ហើយផងចេះថាបើនេះទៅតោះត្រង់វិញមុនអត់បាត់ស្នាមបន្តិចមកអូច្រាស់ផ្លូវហើយបងប្អូនខ្លះថាដាក់ស្លាកដើម្បីសង្កត់ដល់ផ្លូវបញ្ច្រាស់កាប់ទៅសិតអ្នកនៅហ្នឹងតាតែអ្នកដឹងបញ្ច្រាស់ទៅមិនមែនអ្នកអត់ដឹងណាមិនអ្នកភ្លីផ្លូវអត់ដឹងណាតែទោះថាគាត់គោរពអត់ទោះបីគាត់ដឹងណាគាត់បញ្ច្រាស់គាត់នៅតែមកដល់កាក់ចវាយខេត្តណែនាំមិនស្ដាប់ហោះមិនទេហើយជីវិតផ្លូវហ្នឹងបាត់បង់ស្ទើរតែរងហើយទោះថាមនុស្សខ្លាចអត់ខ្លាចទេអញ្ចឹងមិនថាហ្នឹងវាប្រហែលក៏យើងសក់ផ្សាយច្រើនតិចឲ្យវាបាក់មុខខ្មាស់គេខ្លះអញ្ចឹងដល់ផ្លូវបញ្ច្រាស់មកបាបត់ខួរក្បាលរបស់យើងឲ្យវាមានឆន្ទៈគ្រប់គ្នាអញ្ចឹងកាលណាពលរដ្ឋមួយនៃប្រទេសមួយអត់ចេះគោរពច្បាប់ហើយបាទអាមនុស្សដែលដេកលក់យើងស្រួលដាស់ហើយប៉ុន្តែអាមនុស្សដែលធ្វើដេកលក់បងប្អូនបាទដាស់វាដឹងហើយវានៅតែប្រព្រឹត្តអាហ្នឹងវាធ្វើម៉េចវាដឹងថាផ្លូវបញ្ច្រាស់ហើយវានៅតែប្រព្រឹត្តចង់ដាក់ live ផ្ទាល់នៅកន្លែងហ្នឹងឲ្យបងប្អូនមើលសតតែអ្នកនៅតំបន់ហ្នឹងហើយអ្នកលក់បន្លែដឹកបន្លែអ្នកជីវករដល់ស៊ីសួរដឹងអត់ផ្លូវច្រាស់ដឹងតែសួរថាហាមគាត់ការជីវច្រាស់នៅតែជិះ